បាទអូខេសួស្តីបងប្អូនគ្នាបាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំប្រាប់ពីរបៀបតម្លើង tool បាទអញ្ចឹងមុននឹងយើងធ្វើការតម្លើង tool គឺយើងចូលមកបិទកម្មវិធី antivirus សិនអញ្ចឹងណាបាទអញ្ចឹងយើងចុចលើកន្លែងនេះមកសញ្ញាខាងលើហ្នឹងបាទយើង load ដល់កន្លែងនេះ Windows Security ហ្នឹងបាទហើយបើសិនករណីកុំព្យូទ័របងប្អូនចុចលើកន្លែង tray សញ្ញាព្រួយឡើងលើហ្នឹងហើយអត់ឃើញកន្លែង Windows Security ទេបងប្អូនអាចចុចលើកន្លែង start នេះបានហើយយើងវាយពាក្យថា Windows Security ទៅណាបាទយើងគ្រាន់តែវាយពាក្យថា Windows វានឹង load ឲ្យអ្នក Windows Security បាទអញ្ចឹងបើសិនករណីវាអត់បើសិនករណីយើងចុចលើកន្លែងនេះអត់មានណាប៉ុន្តែបើថាចុចលើកន្លែងនេះហើយមានយើងចុចតាមនឹងហ្មងទៅលឿនបាទយើងចូលមកដល់កន្លែងហ្នឹងយើងចូលកន្លែង Virus and Street Protection ហ្នឹងមកយើងចុចលើវាមកយើងចុចលើកន្លែង Manage Setting បាទចុចបិទវាមកនិយាយទៅអាហ្នឹងបើវាបើកយើងចុចបិទទាំងអស់អញ្ចឹងណាបងប្អូនបាទយើងបិទវាទៅបាទហើយយើងធ្វើការពលា file របស់យើង extract វាបាទយើងចុចមកស្ដាំលើវាមកយើងធ្វើការមកស្ដាំយើងចុចលើ WinRAR ហើយយើងយក extract tool ណាបាទហើយយើងវាយ password ចូលបាទយើងចុចយក OK មកណាបាទអញ្ចឹងយើងចុច OK យើងរងចាំមកផ្លែទៅដើម្បីឲ្យវាដើរដល់ចប់អញ្ចឹងណាបាទអូខេអញ្ចឹងពេលដែលវាដើរចប់ហើយយើងធ្វើការនេះមកចូលមក folder file ដែលយើង extract ហ្នឹងបាទយើងបើកវាមកនេះអូខេអញ្ចឹងយើងមករកកន្លែងfile មួយឈ្មោះថា setup environment បាទអញ្ចឹងយើងចូលមកតម្លើងអាហ្នឹងសិនមកបាទយើងចុច double click លើវាទៅចុច yes មកណាបាទអញ្ចឹង load កន្លែងនេះយើងចុចលើកន្លែង download បាទតែអានេះយើង download លឿនទេបាទវាអាស្រ័យលើ speed computer របស់យើងវាspeed internet របស់យើងលឿនឬក៏យឺតអញ្ចឹងណាបាទអូខេអញ្ចឹងនៅពេលដែលវាពេញយើងចុច OK អញ្ចឹងទៅហើយយើងចុចលើកន្លែង open កន្លែងនេះបាទ load អាហ្នឹងមកយើងចុច next មកចុចកន្លែងនេះមួយចុច next 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 ទៀតចុច next ទៀតចុច install ណាបាទបាទហើយ finish ហើយយើងធ្វើការselect all បាទយើង copy វាមកហើយយើងចូលមកកន្លែង start យើង search ពាក្យថា CMD ណាបាទ CMD បាទនេះវា load មកហើយណាបាទ load CMD យើងចុចលើ CMD ហ្នឹងមកបាទហើយយើងធ្វើការផាសវាចូលបាទណាបាទយើងផាសអាហ្នឹងចូលហើយយើងចុច enter បាទអញ្ចឹងយើងទុកឲ្យវា run បានផ្លែទៅវា complete ហើយបាទអញ្ចឹងនៅពេលដែលវា load មកអញ្ចឹងគឺបានន័យថាអូខេហើយ complete ហើយ install successfully ហើយយើងធ្វើការបិទវាទៅហើយយើងចុចយកកន្លែង setup ហើយចុចអូខេបាទចុចបិទវិញទៅហើយយើងចូលមករកនេះ tool របស់យើងបាទយើងចុចធ្វើការបើក tool ណាបាទអូខេអញ្ចឹងយើងធ្វើការបើក tool របស់យើង double click លើវាទៅយើងចុចយកពាក្យថា yes មក version 3ហ្នឹងយើងចង់បើកមួយណាក៏បានដែរអត់បញ្ហាទេបាទតាមតម្រូវការយើងចង់ប្រើមួយណាយើងបើកមួយហ្នឹងទៅអញ្ចឹងណា
អូខេអញ្ចឹងនៅពេលដែលវា load ផ្ទាំងនឹងចេញមកគឺបងប្អូនគ្រាន់តែ copy key ឡើងនឹងមកហើយផ្ញើឲ្យខ្ញុំទៅខ្ញុំ activate ឲ្យបងប្អូនបើកប្រើបានអញ្ចឹងណាបាទអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទសូមអរគុណអូខេអញ្ចឹងពេលដែលខ្ញុំ activate ឲ្យបងប្អូនទាំងអស់គ្នាហើយបាទគឺបងប្អូនទាំងអស់គ្នាអាចចូលមកបើកtool នឹងម្ដងទៀតបានអញ្ចឹងណាបាទអញ្ចឹងយើងគ្រាន់តែចុច double click លើវាទៅបើកវាមកយើងយកពាក្យថា yes មកបាទតែប៉ុណ្្នឹងទៅគឺអូខេបងប្អូនគឺយើងអាចបើកប្រើបានហើយ tool ហ្នឹងណាបាទ load អញ្ចឹងយើងចុចអូខេមកនេះអញ្ចឹងគឺtool ដំណើរការ run បាន 100% អញ្ចឹងណាបាទអញ្ចឹងយើងចង់ធ្វើការប្រើប្រាស់យើងចង់ add script អីផ្សេងៗគឺបានមក set អញ្ចឹងណាបងប្អូនបាទអូខេអញ្ចឹងក្នុងវីដេអូរបៀបតឡើង tool គឺខ្ញុំមានតែប៉ុណ្្នឹងឯងហើយសង្ឃឹមថាបងប្អូនមើលអនុវត្តជាក់ស្ដែងហើយមើលមួយកុំចុច skip កុំចុចរំលងបាទតែកាលណាបងប្អូនចុចរំលងឬក៏គិតថាអឺចេះហើយអាហ្នឹងយើងធ្វើតាមហ្នឹងទៅប៉ុន្តែបើសិនជាធ្វើរំលងឬក៏អត់បានមើលទេអាហ្នឹងគឺអាចនឹងមានបញ្ហាតឡើងអត់បានអញ្ចឹងទៅបាទអូខេសូមអរគុណ